ជាពិសេសឆ្នាំទី1និងឆ្នាំទី2គឺលើកទឹកចិត្តឲ្យពួកគាត់ផ្ដោតទៅលើជំនាញដែលគាត់រៀនឲ្យបានច្រើនដើម្បីទទួលបាននៅមេរៀនបទពិសោធន៍ថ្មីៗពីលោកគ្រូអ្នកគ្រូព្រោះធម្មតាពេលយើងមកពីសាកលវិទ្យាល័យមកពីវិទ្យាល័យយើងអត់ទាន់ដឹងពីរបៀបនៅក្នុងការរៀននៅសាកលវិទ្យាល័យទេវាថ្មីសូមគោរពជំរាបសួរប្រិយមិត្តទស្សនិកជនដែលកំពុងតែតាមដានទស្សនាកម្មវិធី UC Alumni Talk ទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងនាងខ្ញុំជាថ្មីម្ដងទៀតហើយថ្ងៃនេះគឺដូចរាល់ដងអញ្ចឹងគឺយើងនឹងមានវាគ្មិនកិត្តិយសមួយរូបទៀតហើយដែលគាត់នឹងអញ្ជើញមកចែកម្លែកបទពិសោធន៍អញ្ចឹងកុំឲ្យខាត់ពេលយូរជួបជាមួយនឹងគាត់តែម្ដងចាជំរាបសួរបងជំរាបសួរបងសុខសប្បាយធម្មតាចាសុខនឹងទុកដើរទន្ទឹមគ្នាចាអរគុណបងមែនតើដែលបានចំណាយពេលវេលាក្នុងការមកចែកម្លែកបទពិសោធន៍នៅថ្ងៃនេះអញ្ចឹងជាដំបូងសូមអញ្ជើញបងជួយធ្វើការណែនាំខ្លួនទៅកាន់ទស្សនិកជនបន្តិចចាជាដំបូងនេះខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណនិងជំរាបសួរទស្សនិកជនទាំងអស់គ្នានាងខ្ញុំឈ្មោះឡាយធីណាជានិស្សិតនៅរៀននៅសាកលវិទ្យាល័យកម្ពុជាចាបងចុះបងនឹងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកម្ពុជានៅក្នុងឆ្នាំណាហើយនៅក្នុងមុខជំនាញអីដែរបងចាខ្ញុំកំពុងតែសិក្សាឆ្នាំទី4ហើយខ្ញុំនឹងបញ្ចប់នៅដើមឆ្នាំ2027នេះហើយជំនាញដែលខ្ញុំសិក្សាគឺជំនាញហិរញ្ញវត្ថុនិងធនាគារចាអញ្ចឹងបើសួរបកត្រឡប់ទៅវិញតើកត្តាអីទៅដែលជំរុញឲ្យបងសម្រេចចិត្តថាជ្រើសរើសបន្តការសិក្សានៅសាកលវិទ្យាល័យកម្ពុជាបងបើនិយាយពីកត្តាជំរុញវាអាចថាមិនមែនជាការផ្លែនទុកជាមុនទេដោយសារតែការមករៀននៅសាកលវិទ្យាល័យកម្ពុជានេះជាការណែនាំពីបងស្រីដែលគាត់រស់នៅភូមិជិតគ្នាហើយនិយាយស្មោះត្រង់ទៅខ្ញុំជានិស្សិតដែលមកពីខេត្តទេអញ្ចឹងពុំមានដឹងពីខេត្តណាដែរបងខេត្តបាត់ដំបងចាអ្នកបាត់ដំបងចាចុះបងតើតោះមួយមុខជំនាញវិញបងជំនាញរបស់ខ្ញុំគឺផ្នែកធនាគារនិងហិរញ្ញវត្ថុចាបងអញ្ចឹងបងអាចចែកម្លែកបទពិសោធន៍ខ្លះបានអត់ថាការសិក្សានៅសាកលវិទ្យាល័យកម្ពុជាយ៉ាងម៉េចដែរហើយជាពិសេសតើតោះមួយមុខជំនាញមិនដែលបងបានជ្រើសរើសហ៎បងចាអញ្ចឹងសម្រាប់បទពិសោធន៍នៃការរៀនរបស់ខ្ញុំវាអត់មានភាពសាំញ៉ាំច្រើនទេបងធម្មតាការរៀនអីមួយយើងទាមទារការស្ដាប់ចាអញ្ចឹងជំរុញបទពិសោធន៍របស់ខ្ញុំការរៀននៅសាកលវិទ្យាល័យកម្ពុជាមិនមែនជារឿងដែលពិបាកនៅក្នុងការសិក្សាទេអញ្ចឹងបងចាចុះតើតោះមួយមុខជំនាញបងដែលបងបានជ្រើសរើសហ្នឹងសិក្សាតើតោះមួយអីខ្លះចឹងបងអាចរៀបរាប់ខ្លីៗបានចំពោះជំនាញហិរញ្ញវត្ថុនិងធនាគារភាគច្រើនសាលាដាក់មុខវិជ្ជាឲ្យរៀនតើតោះទៅនឹងជំនាញហិរញ្ញវត្ថុជំនាញ finance ជំនាញ accounting តើតោះទៅនឹងការបង្ការប្រកាសពន្ធហើយនឹងច្បាប់អាជីវកម្មជាដើមអញ្ចឹងជំនាញមុខវិជ្ជាទាំងអស់ហ្នឹងវាជួយបង្កើនចំណេះដឹងរបស់យើងផ្នែកតកតងនឹងជំនាញរបស់យើងដែរអញ្ចឹងណាចាបងអញ្ចឹងបងអាចរៀបរាប់ខ្លីៗបានអត់ពីប្រវត្តិការងាររបស់បងហើយជាពិសេសបងគិតថាការងារនៅពេលបច្ចុប្បន្នហ្នឹងជាមួយនឹងជំនាញដែលបងបានជ្រើសរើសហ្នឹងជាប់ពាក់ព័ន្ធគ្នាបានច្រើនកម្រិតណាដែរបងចាបងខ្ញុំជានិស្សិតអញ្ចឹងបច្ចុប្បន្ននេះខ្ញុំអត់ទាន់មានការងារធ្វើច្បាស់លាស់ទេគឺខ្ញុំកំពុងតែហាត់ការនៅសាកលវិទ្យាល័យតកតងនឹងជំនាញរបស់ខ្ញុំចាហើយចំពោះជំនាញដែលខ្ញុំសិក្សារាល់ថ្ងៃនេះខ្ញុំមើលឃើញថាវាមានវិសាលភាពធំដែរនៅក្នុងប្រទេសយើងបច្ចុប្បន្នព្រោះដោយសារជំនាញហិរញ្ញវត្ថុនិងធនាគារមិនថានៅក្នុងវិស័យស្ថាប័នឯកជនឬក៏អង្គការសង្គមស៊ីវិលឬក៏វិស័យរដ្ឋទេគឺសុទ្ធតែត្រូវការហិរញ្ញវត្ថុនិងគណនេយ្យចូលរួមនៅក្នុងនឹងដែរអញ្ចឹងខ្ញុំគិតថាវាមានវិសាលភាពធំចំពោះការមុខវិជ្ជានឹងចុះបងអាចរៀបរាប់ខ្លះៗបានអត់ពីការងាររបស់បងនាពេលបច្ចុប្បន្ននេះហ៎បងតើតោះមួយជំនាញបងថាជាប់ពាក់ព័ន្ធគ្នាបានរៀងច្រើនដែរត្រូវអញ្ចឹងបងការងាររបស់បងពេលបច្ចុប្បន្នហ្នឹងដោយសារឥឡូវខ្ញុំជាអ្នកហាត់ការអញ្ចឹងអត់បានធ្វើការទេបងតែការហាត់ការរបស់បងហ្នឹងមានពាក់ព័ន្ធមួយមុខជំនាញរបស់បងចាពាក់ព័ន្ធបានច្រើនហ្នឹងហើយបងដោយសារខ្ញុំហាត់ការនៅ book store អញ្ចឹង book store មានលក្ខណៈជាធ្វើ report Excel តកតងទៅនឹងការចំណូលចំណាយ stock សភៅអញ្ចឹងណាបងចាបងចុះបងអាចរៀបរាប់ពីការចងចាំល្អដូចកំឡុងពេលបងសិក្សាអញ្ចឹងបងមាន good memory អីខ្លះបងអាចជួយចែកម្លែកទៅកាន់ទស្សនិកជនចាចំពោះខ្ញុំមានបទពិសោធន៍និងអនុស្សាវរីយ៍ច្រើនតកតងនឹងសាលាទាំងមិត្តរួមថ្នាក់និងលោកគ្រូអ្នកគ្រូព្រោះនៅសាលាអត់សូវញញ៉ៃច្រើនបងហើយខ្ញុំចូលចិត្តអាកាសធាតុនិងទេសភាពនៅសាលាយើងព្រោះដោយសាររៀងស្ងប់ស្ងាត់
ហើយធ្វើកិច្ចការសាលាបានច្រើនហើយចំពោះមិត្តរួមថ្នាក់ពួកគាត់សុទ្ធតែល្អចាស់ចែករំលែកគ្នាតទៅនឹងចំណេះដឹងនិងបទពិសោធន៍ល្អមួយគ្នាហើយចំពោះសាស្ត្រាចារ្យគឺពួកគាត់តែងតែបដៅអប់រំចែករំលែកចំណេះដឹងល្អមកកាន់សិស្សានុសិស្សឲ្យគាត់ចេះបែងចែកអ្វីល្អអ្វីអាក្រក់អញ្ចឹងណាបងចាបងអញ្ចឹងជារួមមកវិញបងយល់ឃើញយ៉ាងណាដែរចំពោះការសិក្សានៅទីនេះចំពោះការសិក្សានៅសាកលវិទ្យាល័យ UC នេះផ្ទាល់ខ្ញុំយល់ឃើញថាល្អចាមិនមែនដោយសារតែខ្ញុំជានិស្សិតនៅនឹងទេមិនថាល្អប៉ុន្តែវាល្អមែនខ្ញុំចាប់អារម្មណ៍តទៅនឹងការបរៀននិងគេហៅថាការគ្រប់គ្រងរបស់សាលាស្តៀងទៅនឹងការសិក្សាបែបបរទេសដែរអញ្ចឹងនិស្សិតគាត់មានសេរីភាពនៅក្នុងការធ្វើអីដែលជាខ្លួនឯងមិនថាជំនាញនិងវិន័យនៅក្នុងសាលាគឺយើងបើកតលីចំពោះនិស្សិតច្រើនចាអញ្ចឹងជាចុងក្រោយតើបងមានជា tip ឬក៏កលឹះខ្លីៗសម្រាប់និស្សិតដែលគាត់កំពុងតែសិក្សានៅទីនេះផ្ទាល់ក៏ដូចជាសិស្សានុសិស្សដែលគាត់មានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យកម្ពុជាបងចាអញ្ចឹងជានេះខ្ញុំសូមចែកម្លែកទៅកាន់ពីរហ្មងទាំងសិស្សដែលគាត់កំពុងតែសិក្សាថ្មីនិងសិស្សដែលគាត់អត់ទាន់ចូលមកសាកលវិទ្យាល័យអញ្ចឹងចំពោះនិស្សិតដែលគាត់កំពុងតែសិក្សានៅសាកលវិទ្យាល័យថ្មីពួកគាត់គួរតែស្វែងយល់បានន័យថាស្វែងយល់ទៅនឹងជំនាញគាត់បានច្រើនជាពិសេសឆ្នាំទី1និងឆ្នាំទី2គឺលើកទឹកចិត្តឲ្យពួកគាត់ផ្ដោតទៅលើជំនាញដែលគាត់រៀនឲ្យបានច្រើនដើម្បីទទួលបាននៅមេរៀនបទពិសោធន៍ថ្មីពីលោកគ្រូអ្នកគ្រូព្រោះធម្មតាពេលយើងមកពីសាកលវិទ្យាល័យមកពីវិទ្យាល័យយើងអត់តន់ដឹងពីរបៀបនៅក្នុងការរៀននៅសាកលវិទ្យាល័យទេវាថ្មីអញ្ចឹងឆ្នាំទី1ឆ្នាំទី2ហ្នឹងគឺជាពេលវេលាដែលអាចឲ្យគាត់សិក្សាស្វែងយល់បន្ថែមតទៅនឹងរបៀបរបបនៃការរៀនហើយនឹងជំនាញរបស់គាត់តផងដែរព្រោះពេលខ្លះនិស្សិតដែលគាត់រើសជំនាញហ្នឹងមិនប្រកាសថាគាត់ត្រូវទេអញ្ចឹងពេលគាត់ផ្ដោតនៅក្នុងឆ្នាំទី1ឆ្នាំទី2ពួកគាត់អាចមានឱកាសក្នុងការមើលឃើញខ្លួនឯងកាន់តែច្បាស់តែទៀតចា៎ចំពោះនិស្សិតដែលគាត់កំពុងតែសិក្សានៅថ្នាក់អនុវិទ្យាល័យឬក៏វិទ្យាល័យសំទោសសិស្សដែលគាត់កំពុងតែសិក្សានៅថ្នាក់វិទ្យាល័យដែលកំពុងតែស្វែងរកសាកលវិទ្យាល័យដែលល្អសម្រាប់ខ្លួនឯងខ្ញុំលើកទឹកចិត្តឲ្យមកសាកសួរព័ត៌មាននៅសាកលវិទ្យាល័យផ្ទាល់បានចា៎មិនមែនឲ្យគាត់ចូលមកហ្មងទេតែចង់ឲ្យគាត់នឹងសាកសួរព័ត៌មានឲ្យច្បាស់សិននៅសាលាដើម្បីថាតើជំនាញណាដែលត្រូវនឹងគាត់ជំនាញណាដែលមិនត្រូវនឹងគាត់អញ្ចឹងណាចាអរគុណបងច្រើនមែនតើសម្រាប់ការចែកម្លែកនៅថ្ងៃនេះខ្ញុំបានរៀនសូត្រច្រើនមែនតើពីបងហើយខ្ញុំជឿជាក់ថាទស្សនិកជនបងប្អូនសិស្សានុសិស្សអីក៏ដូចគ្នាអញ្ចឹងដោយសារតែពេលវេលារបស់យើងបានចូលមកដល់ទីបញ្ចប់ហើយអញ្ចឹងក៏សូមអរគុណដល់ទស្សនិកជនដូចគ្នាដែលបានចំណាយពេលក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថានឹងបានជួបគ្នានៅក្នុងការចែករំលែកក្រោយៗទៀតចាសូមអរគុណសូមជម្រាបលា